បាទថ្ងៃនេះគឺជាថ្ងៃសៅរ៍ទី25ខែកក្កដាឆ្នាំ2026ថ្ងៃនេះខ្ញុំព្រះករុណាក្នុងបានសិក្សានៅព្រះធម៌មួយដែលសិក្សាអំពីនៅក្នុងពុទ្ធសាសនាព្រះសម្ពុទ្ធទ្រង់បានសម្ដែងអំពីសេចក្តីសុខ4យ៉ាងរបស់ក្រហមឬហៅថាជនធម្មតាក៏ដូចជាពុទ្ធបរិស័ទយើងធម្មតាដែលមិនមែនជាអ្នកបួសសេចក្តីសុខ4យ៉ាងនោះគឺរួមមាន1អត្ថិសុខសេចក្តីសុខកើតអំពីការមានទ្រព្យដែលមានអត្ថន័យថាជាសេចក្តីសុខនឹងភាពសប្បាយរីករាយនៅក្នុងចិត្តដែលកើតចេញពីការដឹងថាខ្លួនមានទ្រព្យសម្បត្តិដូចជាមានប្រាក់កាសផ្ទះសម្បែងស្រែចម្ការឬក៏របស់មានតម្លៃផ្សេងៗហ្នឹងហើយទ្រព្យសម្បត្តិនោះត្រូវតែជាទ្រព្យដែលបានមកដោយសុចរិតកើតចេញពីការប្រកបការងារត្រឹមត្រូវកម្លាំងញើសឈាមនិងបញ្ញារបស់ខ្លួនមិនមែនបានមកអំពីការបោកប្រាស់លួចប្លន់ឬធ្វើបាបអ្នកដទៃឡើយ2ភោគសុខភោគសុខគឺសេចក្តីសុខកើតអំពីការប្រើប្រាស់ទ្រព្យអត្តន័យនេះយ៉ាងណាគឺអត្តន័យចង់និយាយថាជាសេចក្តីសុខដែលកើតចេញពីការចេះចាត់ចែងនិងប្រើប្រាស់ទ្រព្យដែលខ្លួនរកបានដោយសុចរិតនោះចេះប្រើប្រាស់ដើម្បីចិញ្ចឹមជីវិតខ្លួនឯងនិងគ្រួសារឲ្យបានសមរម្យដូចជាការហូបចុកគ្របដណ្ដប់ឬក៏ព្យាបាលជំងឺចេះចែករំលែកធ្វើទានជួយសាច់ញាតិមិត្តភ័ក្តិនិងអ្នកដែលខ្វះខាតចេះយកទ្រព្យទៅធ្វើបុណ្យកុសលឬការងារជាប្រយោជន៍ដល់សង្គម3អននសុខគឺសេចក្តីសុខកើតអំពីការមិនជំពាក់បំណុលគេហើយខ្ញុំប្រកាសណាសម្បត្តិនឹងសូមបង្ហាញនៅអត្ថន័យនោះខុសត្រូវអីក៏សូមអធិស្ឋានបាទអននសុខសេចក្តីសុខកើតចេញអំពីការមិនជំពាក់បំណុលគេអត្ថន័យជាសេចក្តីសុខនិងភាពធូរស្រាលក្នុងចិត្តដែលកើតចេញអំពីការគ្មានបំណុលមិនថាបំណុលប្រកាសឬបំណុលវត្ថុអ្វីឡើយការមិនជំពាក់បំណុលគេធ្វើឲ្យចិត្តស្ងប់មិនបារម្ភមិនភ័យខ្លាចការទេបំណុលឬអារម្មណ៍អាប់អោនកិត្តិយសឡើយជនណាដែលរស់នៅដោយគ្មានបំណុលជននោះឈ្មោះថាមានសេរីភាពផ្លូវចិត្តយ៉ាងពិតប្រាកដក្នុងការរស់នៅអនវជ្ជសុខសេចក្តីសុខកើតអំពីការប្រព្រឹត្តការងារគ្មានទោសអត្តន័យគឺថាជាសេចក្តីសុខដែលកើតចេញពីការប្រព្រឹត្តអំពើល្អនិងគ្មានកំហុសទាំងតាមរយៈកាយវិចារនិងចិត្តកាយជាកម្មជាសុចរិតមិនសម្លាប់មិនលួចមិនខុសក្នុងកាមវិច័យកម្មជាសុចរិតមិនភូតភរមិនញុះញង់មិនជេរប្រមាថមិននិយាយគ្មានប្រយោជន៍គឺថាមិននិយាយគ្មានប្រយោជន៍អាហ្នឹងគឺជាសារសំខាន់មនោកម្មជាសុចរិតមិនលោភលន់ចង់បានរបស់គេមិនគុំគួននិងមានយល់ឃើញត្រឹមត្រូវចំណាំក្នុងចំណោមសេចក្តីសុខទាំង4យ៉ាងនោះអនវជ្ជសុខត្រូវបានព្រះពុទ្ធអង្គសម្ដែងថាជាសេចក្តីសុខដ៏ប្រសើរបំផុតនិងមានតម្លៃខ្ពស់ជាងគេព្រោះវាជាសុខដែលផ្លូវចិត្តដែលបរិសុទ្ធនិងមិននាំមកនៅសេចក្តីក្តៅក្រហាយនៅពេលក្រោយសរុបមកព្រះពុទ្ធសាសនាមិនបានហាមឃាត់មនុស្សមិនឲ្យមានទ្រព្យសម្បត្តិនោះទេប៉ុន្តែបានទូន្មានឲ្យរកទ្រព្យសម្បត្តិនោះដោយស្មោះត្រង់ទី1ចេះប្រើប្រាស់ទ្រព្យឲ្យមានប្រយោជន៍ទី2រស់នៅដោយមិនជំពាក់បំណុលគេទី3ប្រព្រឹត្តតែអំពើល្អគ្មានទោសពៃទី4ដើម្បីទទួលបានសេចក្តីសុខ
ទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងអត្ថន័យសុខ4យ៉ាងរបស់ពុទ្ធបរិស័ទក៏ដូចជាក្រហោះមនុស្សយើងធម្មតាទូទៅហ្នឹងគឺសុខហ្នឹងលោកព្រះអង្គបានត្រាស់សម្ដែងថាមាន4យ៉ាងនោះឯងទី1អត្ថិសុខទី2ភោគសុខទី3អនៈសុខទី4អនវជ្ជសុខហើយសេចក្តីសម្រាយមានបានបង្ហាញត្រួសមកហើយដូចបានបង្ហាញខាងដើមចឹងហើយយើងទាំងអស់គ្នាគួរតែស្វែងយល់និងសិក្សាអំពីនៅសុខ4យ៉ាងនោះហើយក៏គប្បីយកតម្រាប់តាមដំបូន្មានពុទ្ធឱវាទនេះជាផ្លូវមួយសម្រាប់ត្រួសត្រាយក្នុងឆាកជីវិតរបស់យើងឲ្យបាននៅសេចក្តីសុខតាមបែបផ្លូវ4យ៉ាងនេះគឺបានសុខហើយចឹងក្នុងវីដេអូនេះក៏សូមអរគុណសម្រាប់បងប្អូនទេសនាទាំងអស់គ្នាមានចំណុចខ្វះខាតឬក៏ការបកស្រាយអត្ថន័យមានការលើសលួសខ្លះឬក៏ខុសឆ្គងក៏សូមអធិស្ឋានផងសូមអរគុណ